សម្រាប់ក្មួយក្មេងពេលទៅថ្ងៃអនាគតបើបានខ្លាយជាមេដឹកនាំមិនថាកម្រិតណាទេក្មួយត្រូវស្រឡាញ់ជាតិត្រូវស្រឡាញ់ជាតិស្រឡាញ់នគរមួយឈ្មោះនគរខ្មែរកុំបានខ្លាយទៅជាមេដឹកនាំហើយរស់តែវិធីទាញយុទ្ធផលប្រយោជន៍ដើម្បីខ្លួនឯងពីជាតិនេះជាអ្វីគ្រប់យ៉ាងទាំងអស់ជាមេត្តាជាម្ដាយដែលចិញ្ចឹមយើងដែលឲ្យយើងអ្វីគ្រប់យ៉ាងដោយសារជាតិនោះអញ្ចឹងទៅថ្ងៃអនាគតខ្លាយជាមេដឹកនាំកូនត្រូវតែស្រឡាញ់ជាតិហើយជាតិនេះសំខាន់ណាស់បើយន់សេញជាតិស្លាប់ថ្ងៃនេះកម្ពុជានៅតែមានតែបើកម្ពុជាស្លាប់ថ្ងៃនេះយើង7ដល់10លាននាក់ងាប់ទាំងអស់ពេលដែលស្រឡាញ់ជាតិកសាងជាតិកុំព្យាយាមยั่วគុណបំណាច់អំពីជាតិមិនជំពាក់គុណយើងទេគឺយើងដែលជាអ្នកជំពាក់គុណជាតិអញ្ចឹងយើងត្រូវតែកសាងត្រូវតែការពារទឹកដីបានការពារមិនបានពួកយើងគ្មានកន្លែងជ្រកទេគ្មានទេកុំព្យាយាមធ្វើអាប៉ូឡូទៅឋានភពព្រះអង្គនោះអត់ទេបាច់ទេគ្មានទឹកផឹកទេនោះអត់ទេហើយគ្មានអ្នកណានឹងចែករំលែកទឹកដីឲ្យយើងទេអត់ទេស្រឡាញ់ហើយពេលដែលឡើងខ្លាយទៅជាមេដឹកនាំកម្រិតណាស្រឡាញ់ទាំងអស់នៃប្រជាជាតិសិល្បៈសាសនាសរសាស្ត្រយោធាវប្បធម៌ប្រពៃណីអ្វីទាំងអស់ដែលជាកោសិកានៃជាតិដែលធ្វើឲ្យជាតិរុងរឿងបាននេះគុំត្រូវតែស្រឡាញ់កុំឲ្យធ្វើទៅហ៊ានទៅជាមិនចូលចិត្តពេទ្យបានកាន់ពេទ្យទៅជាមិនចូលចិត្តវត្តបានបួសគិតទៅពីទេសនាបតោះប្រអាប់គេអត់ទេជាតិនេះវាត្រូវការគ្រប់ជ្រុងទាំងអស់ស្មានព្រះអង្គទៅច្រៀងកើតបងចេះច្រៀងដោយកញ្ញាស្អីស្អីវ៉ាមិញនោះតែស្មានថាវ៉ានឹងចេះសូត្រធម៌បានមកប្រជុំនៅលោកណាពេលដែលមានវិបត្តិសន្តិសុខនៅលើទឹកដីនៅទល់ដែនស្មានថាពួកយើងនឹងកាន់កំភ្លើងបានបើមិនសង្ឃឹមអស់លោកយោធាឃើញទេពេលដែលយើងឈឺអស់លោកទៅជួបលោកតាមិនចេះពេទ្យទេណាវាមិនទៅកាលម៉េចអញ្ចឹងយើងមិនសង្ឃឹមវាគ្រូពេទ្យចុះត្រូវការដេញវេលារៀបមង្គលការមិនត្រូវអាចារ្យឃើញទេកោសិកានៃសង្គមមួយទាំងអស់ហ្នឹងគឺមានសារៈសំខាន់ដូចគ្នាអញ្ចឹងមេដឹកនាំត្រូវតែទទួលស្គាល់ត្រូវតែមើលឃើញសារៈសំខាន់នៃកោសិកាសង្គមនីមួយស្ថាប័ននីមួយទាំងអស់គ្នាហ្នឹងថាជារឿងដែលចាំបាច់បំផុតតែអាត្មាសង្វេគពេលដែលឃើញអ្នកនៅក្នុងស្ថាប័នមួយប្រមាថស្ថាប័នមួយអ្នកនៅក្នុងស្ថាប័នមួយទៀតប្រមាថស្ថាប័នមួយទៀតហេតុអី why ហេតុអីយើងក៏ឆោតម្លេះវាប្រទេសជាតិនឹងវាដូចទឹកដីវារួងកាយហ្នឹងចុះបើយើងខូចភ្នែកមកជាហៀងឬក៏ទាំងពីរយើងដើរការដែរចុះបើយើងភ្លឺភ្នែកយើងដាច់ជើងទាំងពីរយើងដើរការដែរក៏អត់ទេវាត្រូវការទាំងអស់